មានភ័ព្វទៅវាសនាដូចជារូបញោមក្តីណាតែចង់ដឹងអំពីគុណស្រ័យឪពុកគុណម្ដាយតែម្នាក់មិនដឹងស្មីរកតែព្រះមិនដឹងទីព្រះនៅណាអ្នកថ្វាយបង្គំអ្នកដតីស្និទ្ធណាស់ថ្វាយបង្គំបានតែដែលព្រះយើងគុណឪពុកគុណម្ដាយយើងថ្វាយគុំមកបានទេអៀនស្គាល់ព្រះស្គាល់ម្ដាយស្គាល់ឪពុកស្គាល់មេត្តាបិតាទី1ដែលនៅផ្ទះធ្វើអ្វីមួយណាប្រកាសជាបានសម្រេចដូចចិត្តបំណងប្រាថ្នាកូនកុំយំណាកូនណាណែញ៉ាំទឹកទៅណាកូនញ៉ាំទឹកទៅគេងទៅកូនអតីតកាលបណ្ដាលឲ្យចិត្តមិនស្ងប់ចង់ឲ្យគ្រប់យ៉ាងត្រឡប់ចង់ឃើញមុខលោកពុកមានគុណអតីតកាលពុកខំនិស័យរែកពុនគ្រប់យ៉ាងពុកទ្រាំអត់ធន់ដើម្បីកូនបានដូចគេឯងញើដូចឈាមក្រុមក្រៀមកណ្ដាលថ្ងៃក្តៅដល់ផ្ទះមិនថាយប់ជ្រៅតែនៅនិបនិបប្រឡាយកូននៅតូលងងងព្រោះតែសំលេលោកពុកបំពេឲ្យគេវងវេក្រោមស្បៃរាត្រីតែពេលនេះបាត់លោកពុកបាត់ពុកឆ្ងាយពីភក្ត្រាបាត់ពុកទៅណាមិនស្ដីកូនស្រែកហៅរកលោកពុកទ្វីបលោកមិនប្រណីទៀមទាមកផ្ដាច់និស័យឲ្យឃ្លាតកូនពុកមកពុកមកបណ្ណាកូនឆ្លាតទីតកូនទីទៅកូនឆ្លាតណាកូនណាកូនធំឡើងធ្វើការធំណាកូនចង់ជួបមុខចង់ឃើញពុកនៅចិត្តកូនពាក្យពេចន៍បំពេលួងលោមធ្វើឲ្យកូនរឹតនៅស្រណោះមានថ្ងៃនេះដោយសារគុណពុកសន្តោសទូមានអប់រំកូនប្រុសមិនឲ្យខុសលុះធំដឹងក្តីតែពេលនេះឃ្លាតលោកពុកឃ្លាតពុកឆ្ងាយពីភក្ត្រាបាត់ពុកទៅណាមិនស្ដីកូនស្រែកហៅរកលោកពុកទ្វីបលោកមិនប្រណីទៀមទាមកផ្ដាច់និស័យឲ្យឃ្លាតលោកពុកបើសិនជាពុកឃើញខ្ញុំឃើញកូនបានល្អពុកនឹងសប្បាយចិត្តតែបើកូនចង់ឃើញលោកពុកកូនអត់ដឹងថាជួបលោកពុកដោយរបៀបណា
Hmm.